តីតបុគ្គលិកថាសូយជីជាជនរងគ្រោះដែលប្រើជាខែលហើយគឹមសេរុនក៏ដឹងរឿងសើបនោះដែរការចោទប្រកាន់កន្លងមកជុំវិញហ្គលបមីដាលីដែលជាភ្នាក់ងារបច្ចុប្បន្នដែលមានចំនួនជាមួយនឹងគ្រួសារសពគឹមសេរុនបានផ្ទុះឡើងម្ដងទៀតជាមួយគ្នានោះអតីតបុគ្គលិកម្នាក់ក៏បានអះអាងថាស៊ីយជីគឺជាជនរងគ្រោះរបស់ក្រុមហ៊ុនហើយថាសេរុនក៏បានដឹងពីព័ត៌មានសំខាន់ទាក់ទងនឹងការប្រតិបត្តិខុសរបស់ទីភ្នាក់ងារផងដែរបុគ្គលិកដែលបានអះអាងជាអតីតបុគ្គលិក Gold Medal ក៏មានឈ្មោះថាអេពីមុនបានសរសេរនៅក្នុងផ្នែក comment នៃវីដេអូ YouTube ថាកាលពី4ឆ្នាំមុនខ្ញុំបានធ្វើការនៅ Gold Medal ប៉ុន្តែត្រូវបានបណ្តេញចេញបន្ទាប់ពីបែកធ្លាយព័ត៌មានសំខាន់អំពីសូយេស៊ីជីទៅកាន់ប្រព័ន្ធផ្សព្វផ្សាយចំនួន2ប៉ុន្តែអ្នកយកព័ត៌មានមិនបានផ្សព្វផ្សាយព័ត៌មាននោះទេដោយសារតែលីសារ៉ាំងក៏ជាបងប្អូនជីដូនមួយរបស់គឹមសូយុលផងដែរនិងជាស្ថាបនិកបានបញ្ជាពួកគេមិនឲ្យធ្វើដោយខ្លាចថាវានឹងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនអេក៏បានបញ្ជាក់ដែរថាគឹមសុយុលនិងបងប្អូនជីដូនមួយរបស់គាត់លីសារ៉ាំងក៏បានបញ្ជាក់ព័ត៌មាននៅក្នុងបញ្ហាជាច្រើនប៉ុន្តែស៊ីយីជីក៏ត្រូវបានប្រើប្រាស់ជាខែលនៃការចោទប្រកាន់អវត្តមានមួយចំនួនប្រឆាំងនឹងនាងមិនតែប៉ុណ្ណោះ Gold Medal ក៏ថែមទាំងបានជួលមនុស្សឲ្យនិយាយកុហកផ្សព្វផ្សាយការអះអាងមិនពិតនិងចោទប្រកាន់ស៊ីយីជីថានាងជាតារាមានអត្តចរិតមិនល្អឆ្លើយចំពោះបុគ្គលិកនិងឲ្យពួកគេបង្កើតរឿងមិនពិតថានាងបានប្រព្រឹត្តអំពើហិង្សានៅសាលាហើយលីសារ៉ាំងក៏បានបញ្ជាឲ្យអ្នកកាសែតផ្សព្វផ្សាយការកុហកទាំងនោះចេញទៅថែមទាំងអាងទៀតថាស៊ីយេជីក៏បានចុះនៅក្នុងត្រាមួយកងត្រាមួយជាមួយនឹង Gold Medal ម្ដងទៀតដោយសារព័ត៌មានជាក់លើគឹមសុយុលប៉ុន្តែចុងក្រោយនាងត្រូវបានកេងប្រវ័ញ្ចខណៈដែលភ្នាក់ងារទទួលបានប្រាក់ចំណេញអតីតបុគ្គលិករូបនេះក៏បានលើកឡើងពីគឹមសេរុនដោយបញ្ជាក់ថានាងក៏ដឹងពីការពិតសំខាន់នៅក្នុងគេចង់ផ្ញើសារនេះទៅកាន់ឪពុកម្ដាយរបស់នាងប្រសិនបើគ្រួសាររបស់នាងបានឃើញសៀវភៅកំណត់ហេតុផ្កាឈូករបស់គឹមសេរុននោះនឹងរកឃើញការពិតបន្ថែមអំពីអ្វីដែលបានកើតឡើងរវាងនាងនិងគឹមសុយុលឪពុកម្ដាយរបស់នាងមិនបាច់ព្រួយបារម្ភនោះទេអំពី Gold Medal នឹងលាតត្រដាងខ្លួនដោយមិនដឹងខ្លួនឡើយការអធិប្បាយនេះត្រូវបានសរសេរនៅមុនពេលដែលគឹមសេរុនទទួលមរណភាពយោងទៅតាមគ្រួសារនាងបានរក្សាទុកកូនសៀវភៅជាប្រចាំហើយគម្រប់របស់វាពិតជាពណ៌ផ្កាឈូក
ស្របតាមការអះអាងរបស់អេពិតប្រកបមែនសូមជម្រាបផងដែរថា CAG ក៏បានចុះកិច្ចសន្យាផ្ដាច់មុខជាមួយនឹង Gold Medalist នៅក្នុងឆ្នាំ 2019 ប៉ុន្តែបានប្រឈមមុននឹងការរិះគន់យ៉ាងខ្លាំងបន្ទាប់ពីគឹមចុងយុនមានភាពចម្រូងចម្រាសនាងក៏បានចាក់ចែងពីក្រុមហ៊ុននៅខែវិច្ឆិកាឆ្នាំ 2023 ហើយឥឡូវនេះស្ថិតនៅក្រោមភ្នាក់ងារសិល្បករជាមួយនឹងពាក្យចចាមរាមដែលភ្ជាប់នាងទៅនឹងទំនាក់ទំនងត្រូវបានចោទប្រកាន់របស់គឹមសុយលនិងគឹមស៊ីរុននោះ CGG ក៏បានលើកឡើងដោយផ្ទាល់នៅការរំលឹកទុកក្នុងនេះកាលពីថ្ងៃទី13ខែមីនានាងក៏បានសរសេរនៅលើ Fan Cafe របស់នាងថាខ្ញុំមិនមានទំនាក់ទំនងជាមួយនឹងគឹមសុយលឬក៏បងប្អូនជីដូនមួយរបស់គាត់លីអ៊ីសារ៉ាន់នោះទេចេញមុខមកបញ្ជាក់ស្ថានភាពរបួសត្រង់ខ្ទង់ច្រមុះបន្ទាប់ពីផ្ទុះការបារម្ភពីអ្នកគាំទ្រពេញពេលដែលឃើញលោកដាក់អុកស៊ីសែនឡើងឡានពេទ្យកាលពីថ្ងៃទី16ខែមីនាឆ្នាំ 2025 កន្លងទៅអ្នកលេងតាមបណ្ដាញសង្គម Facebook ជាពិសេសអ្នកគាំទ្រតារាចម្រៀងរ៉េបលោកEMI ក៏បានបង្ហាញការរន្ធត់ចិត្តយ៉ាងខ្លាំងក្រោយពីលោកបានបង្ហោះរូបភាពនៅលើឡានពេទ្យបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងរូបភាពមួយសន្លឹកដាក់អុកស៊ីសែនលើឡានពេទ្យលោកអ៊ីមីក៏បានរៀបរាប់ថាសូមជំពាក់ហ្វេនកំពុងចាមនៅក្នុងការហើយសូយុបនេះសង្ឃឹមថាមានឱកាសលើកក្រោយមិនឲ្យខកចិត្តនោះទេខ្ញុំនឹងស្រឡាញ់បងប្អូនហ្វេនកំពុងចាមគ្រប់ភូមិគ្រប់ស្រុកមូលហេតុធ្វើឲ្យតារាចម្រៀងរ៉េបត្រូវបញ្ជូនតាមឡានពេទ្យទៅកាន់មន្ទីរពេទ្យកាលម៉ែតនោះក៏ព្រោះតែលោកមានគ្រោះថ្នាក់អំឡុងពេលដែលហាត់បាល់ដោយច្រមុះរបស់លោកប៉ះជាមួយនឹងក្បាលកីឡាដទៃបណ្ដាលឲ្យដាក់ឆ្អឹងច្រមុះនេះបើតាមការដឹងពីបងស្រីរបស់លោកយ៉ាងណាមិញក្រោយពីបានសម្រាកនៅមន្ទីរពេទ្យនឹងទទួលការមើលថែយ៉ាងយកចិត្តទុកដាក់ហើយនោះនៅរុស្ស៊ីនៅថ្ងៃទី17ខែមិនិនាឆ្នាំ 2024 លោកក៏បានចេញមកជម្រាបពីស្ថានភាពសុខភាពថាសុខភាពនិងមុខរបួសផ្នែកច្រមុះរបស់ខ្ញុំបានប្រសើរច្រើនត្រឹមរយៈពេលខ្លីដោយសារតែការថែរក្សាយកចិត្តទុកដាក់ពីក្រុមគ្រួសារនិងមិត្តភ័ក្តិបងប្អូនសិល្បករនិងអ្នកគ្រប់គ្រងលើសពីនេះគឺលោកគ្រូអ្នកគ្រូពេទ្យនៅមន្ទីរពេទ្យកាលម៉ែតមើលថែទាំព្យាបាលយ៉ាងកក់ក្ដៅក៏មិនភ្លេចអរគុណទៅដល់បងប្អូនទាំងអស់គ្នាសម្រាប់ពាក្យជូនពរនិងការព្រួយបារម្ភផងដែរវីដេអូស្ដែងអាជីវករនៅផ្លូវ60ម៉ែត្រខេត្តសៀមរាបត្រូវខ្យល់កន្ត្រាក់បុកប៉ែងអីវ៉ាន់ខ្ទេចសំបីតែតុកកៅអីរាយប៉ាយពេញថ្នល់
នៅរុស្ស៊ីនៅថ្ងៃទី16ខែមិនិនាឆ្នាំ2025នេះក្នុងភូមិសាស្ត្រមួយចំនួនលើទឹកដីខេត្តសៀមរាបបានជួបឧបទ្ទហេតុធម្មជាតិខ្យល់ព្យុះកន្ត្រាក់ដ៏ខ្លាំងមួយបានបណ្ដាលឲ្យមានផលប៉ះពាល់ខូចខាតសម្ភារៈផ្ទះសម្បែងប្រជាពលរដ្ឋបាក់ដួលរលំដើម្បីឈើជាច្រើនដើមឈើជាច្រើនកន្លែងនិងមានមនុស្សរបួសជាច្រើននាក់ចំពោះអភូតហេតុខ្យល់ព្យុះដ៏ខ្លាំងនេះដែរកំពុងតែត្រូវបានមហាជនអ្នកលេងតាមបណ្ដាញសង្គមជាច្រើនចែករំលែករូបភាពនិងវីដេអូស្ដែងនៃទិដ្ឋភាពខ្យល់ព្យុះក៏ដូចជាទិដ្ឋភាពក្រោយហេតុការណ៍ដែលមហាជនបង្ហាញការសោកស្ដាយខ្លាំងចំពោះការប៉ះពាល់ផ្សេងៗនៃហេតុការណ៍នេះផងដែរខេត្តសៀមរាបជាមួយគ្នានេះដែរក៏បានឃើញមហាជនជាច្រើនកំពុងតែចែករំលែកនៅវីដេអូមួយស្ដែងពីទិដ្ឋភាពខ្យល់កន្ត្រាក់នៅលើផ្លូវ60ម៉ែត្រខេត្តសៀមរាបបណ្ដាលឲ្យមានការប៉ះពាល់ខូចខាតខ្លាំងដល់អាជីវករក៏ដូចអាជីវករនៅទីនោះដែលរបស់របរអីវ៉ាន់លក់ដូរផ្សេងទៀតក៏ត្រូវបានខ្យល់បក់ប៉ែងតិចអស់ផងដែរបាទអូខេប្រិមិត្តអត្ថបទព័ត៌មាននេះបាទខ្ញុំបាទក៏សូមបញ្ចប់តែត្រឹមនេះខ្ញុំបាទសូមអរគុណប្រិមិត្តដែលបានតាមដានទស្សនាសម្រាប់នៅអត្ថបទនេះមុននឹងបញ្ចប់នៅអត្ថបទព័ត៌មាននេះសូមប្រិមិត្តពុកម៉ែបងប្អូនពុំមីងទាំងអស់គ្នាជួយចុចនៅ Subscribe ពណ៌ក្រហមនិងសញ្ញារូបកណ្ដឹងម្នាក់មួយផងដើម្បីនឹងទទួលបាននៅអត្ថបទព័ត៌មានថ្មីជាបន្តទៀតជាចុងបញ្ចប់នេះខ្ញុំបាទក៏សូមអរគុណនិងសូមជម្រាបលាបាទសូមជម្រាបសួរប្រិមិត្តពុកម៉ែបងប្អូនតាមបណ្ដាញក្នុងសង្គម YouTube ជាទីមេត្រីនិងជាទីរាប់អានបាទថ្ងៃនេះផងដែរខ្ញុំបានលើកយកនៅអត្ថបទព័ត៌មានថ្មីមួយចែកជូនប្រិមិត្តពុកម៉ែបងប្អូនសម្រាប់ដែលអត្ថបទព័ត៌មានដែលមានចំណងជើងថាចូលវ័យ4ឆ្នាំកាន់តែឆ្លាតសួសវីសានិងថមមីដឹកដៃកូនស្រីសម្ដែងរឿងខ្លីៗទេពកោសលប៉ិនប្រសពមិនចាញ់ឪពុកម្ដាយឲ្យមិនបាទសួសវីសាពីមិនបាទបើអញ្ចឹងទៀតតែរឿងរ៉ាវនៃអត្ថបទព័ត៌មាននេះយ៉ាងណាបាទសូមប្រិមិត្តតាមដានទស្សនាសម្ដាប់នៅអត្ថបទព័ត៌មាននេះជាមួយនឹងខ្ញុំបាទដូចតទៅតែមុននឹងសម្ដាប់នៅអត្ថបទព័ត៌មាននេះបាទសូមប្រិមិត្តពុកម៉ែបងប្អូនជួយចុចនៅ Subscribe ពណ៌ក្រហមនិងសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីនឹងទទួលបាននៅអត្ថបទព័ត៌មានថ្មីជាបន្តទៀតនិយាយពីកូនស្រីដំបងជាទីស្រឡាញ់របស់តារាចម្រៀងស្រីសួសវិសានិងលោកថមមីដែលមានឈ្មោះថាថងសាមូលីណាហៅជានីមកដល់ពេលនេះមានអាយុប្រមាណជា4ខួបហើយដែលកាន់តែធំកូនស្រីតូចរបស់តារាចម្រៀងស្រីរូបនេះមានមុខមាត់កាន់តែស្រស់ស្អាតគួរឲ្យស្រឡាញ់ខ្លាំងឡើងប្រិមិត្តបាទអាយុ4ឆ្នាំប្រិមិត្តបាទមានរូបរាងស្រស់ស្អាតប្រិមិត្តបាទត្បិតថាកូនស្រីរបស់អ្នកនាងសុសវិសាគឺអូនតូចជានេះមានអាយុទៅតែ4ខួបមែនប៉ុន្តែកុមារីតូចរូបនេះបានធំធាត់ឡើងប្រកបដោយភាពឆ្លាតវៃជាមួយនឹងរូបរាងដ៏ស្រស់ស្អាតតាំងពីក្មេងជាពិសេសទទួលបានការមើលថែបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់ពីឪពុកម្ដាយដែលពេលនេះអូនតូចកំពុងតែឆក់បានការចាប់អារម្មណ៍និងសរសើរខ្លាំងពីមហាជនចំពោះភាពអវ័យឆ្លាតក្រមិចក្រមើមរបស់នាងបានបង្ហាញលើបណ្ដាញសង្គមប្រិមិត្តបាទបង្ហាញលើបណ្ដាញនេះជាក្មេងតូចបាទកូនរបស់អ្នកចម្រៀងប្រិមិត្តបាទបានកាត់តរោពុកម្ដាយប្រិមិត្តតូចតែមានវ័យឆ្លាតប្រិមិត្តកាត់តរោពុកម្ដាយខាងសិល្បៈប្រិមិត្តបាទ
សូមប្រិមិត្តទស្សនារូបភាពទាំងអស់គ្នាបានជាក្មេងតូចបាទសុវិសាប្រិមិត្តបាទជាក់ស្ដែងថ្មីនេះអ្វីកាន់តែចាប់អារម្មណ៍ពីភាពវៃឆ្លាតរបស់អូនតូចជានីខណៈបានឃើញអ្នកនាងសុវិសានិងស្វាមីបានដឹកដៃកូនស្រីដ៏គួរឲ្យស្រឡាញ់នេះសម្ដែងសាច់រឿងខ្លីៗបែបកំ ប្លែងបង្ហោះលើបណ្ដាញសង្គមដែលកំពុងតែផ្ទុកការចាប់អារម្មណ៍និងសរសើរចំពោះការសម្ដែងរបស់ជេននីមានដងតាំងពីក្មេងផងដែរមានដងប្រិមិត្តបាទនេះប្រិមិត្តបាទពងម្ដាយបានបង្ហាត់បង្រៀនពីសិល្បៈប្រិមិត្តខ្សែខាងសិល្បៈប្រិមិត្តបាទសិល្បៈដល់អញ្ចឹងទៅក៏មានកូនមានកាត់រោខាងអ្នកចម្រៀងអ្នកសម្ដែងអញ្ចឹងទៅប្រិមិត្តបាទនេះក្មេងតូចអាយុទៅតែ4ឆ្នាំប្រិមិត្តតែដងខាងសិល្បៈខាងច្រៀងរាំអីប្រិមិត្តបាទជារូបរបស់គាត់បាទអូខេប្រិមិត្តអត្ថបទព័ត៌មាននៃបាក់ខ្ញុំបាទក៏សូមបញ្ចប់តែត្រឹមនេះខ្ញុំបាទសូមអរគុណប្រិមិត្តដែលបានតាមដានទស្សនាសម្រាប់នៅអត្ថបទព័ត៌មាននេះតែមុននឹងបញ្ចប់នៅអត្ថបទព័ត៌មាននេះបាទសូមប្រិមិត្តពុកម៉ែបងប្អូនជួយចុចនៅ Subscribe ពណ៌ក្រហមនិងសញ្ញារូបកណ្ដឹងម្នាក់មួយផងដើម្បីនឹងទទួលបាននៅអត្ថបទព័ត៌មានថ្មីៗជាបន្តទៀតខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា